បទពីរអង្គដែលគង់នៅក្នុងប្រទេសសៀមនៅឡើយគឺព្រះជ័យជេដ្ឋានិងព្រះឧទ័យឆ្នាំ1605ជ័យជេដ្ឋានិងឧទ័យជាអនុជបានបង្ក្រាបមេបះបោរចាម2នាក់ដែលបានត្រួតត្រាលើខេត្តបារានិងដូនណៃតាំងពីរជ្ជកាលស្ដេចអង្គតន់មកម្លេះការបែកបាក់ក្រុងលង្វែកនាឆ្នាំ1594គឺជាការឈឺចាប់របស់ខ្មែរបន្ទាប់ពីការបែកបាក់អង្គរដែលបណ្ដាលមកពីខ្មាំងសត្រូវសៀមការលូកដៃកកូរតាមល្បិចកលនិងធ្វើអន្តរាគមន៍ឥតឈប់ឈរដែលមានទិសដៅធ្វើឲ្យខ្មែរខ្សោយដើម្បីលាបទឹកដីនាំឲ្យព្រះបាទស្រីសុរិយោពណ៌មានការធុញទ្រាន់និងមេរៀនដដែលរបស់សត្រូវសៀមដើម្បីឲ្យមានលំនឹងព្រះអង្គបានធ្វើការសាកល្បងចងសម្ព័ន្ធភាពជាមួយស្ដេចយួនប៉ុន្តែសម្ព័ន្ធភាពថ្មីនេះមិនបានធ្វើឲ្យប្រទេសខ្មែររស់នៅដោយសុខដុមរម